ម៉ានធានចាស់ទុំយើងស៊ូសានមានច្បាប់មិនអាចរួមកម្លាំងជាមួយមនុស្សក្រៅបានទេគ្រាន់តែរួមកម្លាំងមានអ្វីពិបាកម្ល៉េះដរាបណាអ្នកយល់ព្រមរួមកម្លាំងជាមួយជីលីនខ្ញុំវិលលេងធ្វើជាប្រធានទី18របស់អ្នកខ្ញុំអាចតំណាងស៊ូសាននិងជីលីនរួមកម្លាំងបានតែអ្នកត្រូវតែយល់ព្រមតាមលក្ខខណ្ឌមួយរបស់ខ្ញុំជំរាបសួរលោកតាមើលទៅដូចនេះមិនមែនថាគាត់បានទម្លាយកម្រិតមនុស្សហើយដល់កម្រិតសេនរ៉េនទេឬមិនបានជាក្មេងស្អាតម្ល៉េះខ្ញុំឈ្មោះជីស៊ូជាសិស្សជាន់ខ្ពស់បំផុតរបស់ស៊ូសានបច្ចុប្បន្នខ្ញុំអាចតំណាងស៊ូសាននិងជីលីនរួមកម្លាំងបានតែអ្នកត្រូវតែយល់ព្រមតាមលក្ខខណ្ឌមួយរបស់ខ្ញុំលក្ខខណ្ឌអ្វីជួយខ្ញុំរកសម្ភារៈ9យ៉ាងសម្ភារៈ9យ៉ាងគ្មានបញ្ហាទេអ្នកនិយាយមកអ្នកមិនទាន់សួរថាអ្វីផងក៏យល់ព្រមដែរអ្នកជឿជាក់លើខ្លួនឯងខ្លាំងម្ល៉េះថាអាចជួយខ្ញុំរកបានខ្ញុំយល់ព្រមជាមួយអ្នកខ្ញុំនឹងជួយអ្នករកប៉ុន្តែរកសម្ភារៈខ្ញុំត្រូវការពេលចំណាយការរួមកម្លាំងគឺកំពុងរងចាំខ្ញុំអាចឲ្យស៊ូសាននិងជីលីនរួមកម្លាំងជាមុនសិនប៉ុន្តែការរួមកម្លាំងរយៈពេលប៉ុន្មាននោះត្រូវមើលថាអ្នកអាចទម្លាយជាន់ណារបស់ឃ្លាំងដាវបានឃ្លាំងដាវលោកតាតើអ្នកគិតថាចាស់ទុំធានវាំងនេះអាចទម្លាយដល់ឃ្លាំងដាវជាន់ទីប៉ុន្មានជាន់ទី17ជាន់ទី17មូជៀនសឿងកាលនោះក៏ទើបតែទម្លាយដល់ជាន់ទី16គិតមកដល់ពេលនេះមានតែសិស្សចំនួនទី28លីឈុនសៀនទេដែលបានបង្កើតជាន់ទី17ប៉ុន្តែនោះគឺជៀនសឿងលោកតាអ្នកជឿជាក់លើចាស់ទុំធានវាំងយ៉ាងនេះដាវជូសៀនពិតជាល្អមែនប៉ុន្តែក៏ត្រឹមតែកម្ចាត់ដាវកម្រិតទាបទាំងនេះទេពេលកម្រិតដាវខ្ពស់ឡើងនឹងមិនអាចកម្ចាត់ពួកវាបានទៀតទេជាន់ទី10ទៅហើយនេះទើបតែរយៈពេលមួយធូបផងខ្ញុំខ្លាចថាសំបីតែលីជៀនសឿនកាលនោះក៏គ្មានល្បឿនលឿនយ៉ាងនេះដែរមែនហើយមើលតាមល្បឿននេះប្រហែលជាគាត់អាចទម្លាយដល់ជាន់ទី17បានពិតមែននោះគឺហុងយ៉នជៀនកន្លងផុត1000ឆ្នាំជាងដាវពីរដើមនេះជួបគ្នានៅទីនេះពិតជាចៃដន្យមែនទៅមុខចាត់ទុកថាគូស្នេហ៍ជួបគ្នាវិញហើយស្ទើរតែភ្លេចថាមានអ្នកដែរដាវច្រើនយ៉ាងនេះវាខ្ញុំតែម្នាក់ឯងពេកធ្វើបាបខ្ញុំពេកហើយខ្ញុំក៏មានដាវដែរដាវជប់លេងស្នេហាទៅធ្វើការ1 ម៉ោងទៅហើយមិននៅមិនទាន់មានចលនាទៀតទើបតែ1 ម៉ោងតែប៉ុណ្ណោះនេះគឺឃ្លាំងដាវជាន់ទី15សំបីតែមេនិកាយក៏មិនទម្លាយផុតដែរមិននឹងអាចលឿនយ៉ាងនេះហះសំបីតែមេនិកាយក៏មិនទម្លាយផុតដែរគាត់មិននឹងអាចនិយាយក៏ត្រូវអាចទម្លាយដល់ឃ្លាំងដាវជាន់ទី15គឺជាកម្រិតរបស់ជៀនសឿងហើយនោះគឺជាទេពកោសល្យដែល100ឆ្នាំទើបចេញមកមួយហះគ្រប់គ្នាទៅផ្ទះទៅមិនអាចមានសិស្សក្មេងណាទម្លាយដល់ជាន់ទី15មួយបានទៀតទេហះព្រះឲ្យជាន់ទី16 1 ម៉ោងគាត់ទម្លាយផុតឃ្លាំងដាវជាន់ទី15ហើយ
ចាស់ទុំធានវាងនេះពិតជាបានបំបែកកំណត់ត្រាថ្មីចាស់ទុំធានវាងពិតជាមិនធម្មតាមែនទេពកសដាវទេពកសដាវ ព្រះឲ្យហ៊ានលឿនជាងខ្ញុំទៀត ប៉ុន្តែដាវសេន3ដើមនៅជាន់ទី16នោះមានកម្លាំងខ្លាំងលុះត្រាតែមានទេពកសដាវចាស់ទុំធានវាងខ្លាចថាពិបាកទប់ទល់ស្អីលឿនយ៉ាងនេះទើបតែមិនដល់3នាទីផងទេពកសដាវស៊ូសានរបស់យើងនឹងចេញជៀនស៊ឿនម្នាក់ទៀតហើយហាហាហា ពិតជាមិនធ្វើឲ្យខ្ញុំខកចិត្តមែនប៉ុន្តែជាន់ទី17ក៏ជាដែនកំណត់របស់អ្នកដែរ សំណាងល្អដែលបានគ្រប់គ្រងហុងយន់ជៀនបើមិនដូច្នោះទេជាន់នេះពិតជាពិបាកបន្តិចជាន់ទី17គឺជាដាវតែមួយដើមមែនទេនេះនៅតែជាលើកទី1ដែលអ្នកបញ្ចេញទឹកចិត្តប្រយុទ្ធដ៏ខ្លាំងក្លាបែបនេះតើគាត់នឹងអ្នកជាប្រភេទដូចគ្នាមែនទេ3000ឆ្នាំហើយទីបំផុតក៏មានមនុស្សដ៏ឃ្លាំងដាវជាន់ទី17ទៀតហើយមិនចម្លែកទេដែលអ្នកអាចទម្លាយដល់កម្រិតរបស់ខ្ញុំដាំឡើយមានជូសៀនជៀនដាវនេះកាលនោះគឺមានឈ្មោះល្បីដូចដាវឈឺសៀវរបស់ខ្ញុំឈឺសៀវអ្នកគឺជាមេនិកាយបង្កើតស៊ូសានលីហ្វុងឥឡូវនេះគឺគ្រាន់តែជាវិញ្ញាណតែប៉ុណ្ណោះកូនគាត់រៀបចំរួចរាល់ហើយមេនិកាយសូមហ៊ានទាំងគ្រប់គ្រងដាវស័ក្តិសិទ្ធិពីរដើមទៀតពួកវាគ្មានប្រយោជន៍សម្រាប់ខ្ញុំល្អណាស់ល្អណាស់ចិត្តយ៉ាងនេះហ៊ានគេចពីដាវផ្ការបស់ខ្ញុំទៀតជាសម្ភារៈល្អមែនមិនបានទេទោះបីជាកម្រិតរបស់គាត់ត្រូវបានឃ្លាំងដាវទប់ស្កាត់ឲ្យនៅកម្រិត5ដាវរបស់ខ្ញុំក៏មិនអាចឈ្នះគាត់បានដែរមេនិកាយយើងវាយមួយទឹកឈ្នះមួយចាញ់មួយកូនបញ្ចេញក្បាច់របស់អ្នកឲ្យអស់មកបើឈ្នះខ្ញុំអាចឲ្យនាងឈីស៊ូបង្កើតផ្លូវវិញ្ញាណមួយក្នុងខ្លួនអ្នកបានផ្លូវវិញ្ញាណបើមានផ្លូវវិញ្ញាណពីរនោះជីនិងជីវិញ្ញាណនឹងអាចបញ្ចេញគ្នាទៅវិញទៅមកមិនខ្លាចបង្ហាញអត្តសញ្ញាណឈីស៊ូខ្ញុំនឹងឈ្នះនោះគឺខុនលុនចឹងអ្នកម៉េចក៏មានខុនលុនចឹងរបស់កោះខុនលុនកំណប់វេទមន្តថ្នាក់វិញ្ញាណហ៊ានលេងជាមួយខ្ញុំមេនិកាយសូមកូនល្អចាប់ផ្ដើមមើលដាវវិលត្រឡប់ដាវផ្កាឈូកពិតជាលោកតាមែនចាស់ទុំធានវាងពិតជាទំលាយដល់ជាន់ទី17ប៉ុន្តែមេឃចិត្តងឹតហើយចាស់ទុំធានវាងគួរតែចេញមកឆាប់ហើយឃ្លាំងដាវជាន់ទី17គាត់មិនអាចទ្រាំបានយូរទេចាំគាត់ចេញមកខ្ញុំនឹងឲ្យស៊ូសានទាំងមូលអបអរ3ថ្ងៃនេះមិននឹងអាច8000ឆ្នាំហើយមិនដែលមានសិស្សណាទំលាយដល់ឃ្លាំងដាវជាន់ទី18ទេពកោសល្យដ៏អស្ចារ្យបែបនេះហ៊ានធ្លាក់មកលើភ្នំស៊ូសានរបស់យើងជាសំណាងរបស់ស៊ូសានយើងជានិស្ស័យដ៏ធំធេងរបស់ស៊ូសានយើងធម្មពលដាវខ្លាំងយ៉ាងនេះមិនក៏គ្មានដាវមួយដើមមានរឿងអីមិនមើលមិនឃើញព្រួញតែបែរជាមានកម្លាំងដាវទៅវិញត្រូវហើយសាកប្រើកញ្ចក់គុណលុនមើលមានរឿងអីកញ្ចក់គុណលុនក៏មិនដំណើរការដែរវាជាព្រួញដែលមើលមិនឃើញសោះយ៉ាងណាមិញព្រោះព្រួញនៅតែមានដូច្នេះវាងាយស្រួលដោះស្រាយមានរឿងអីសូម្បីតែដាវជូសៀនក៏បាត់បង់ស្មារតីប្រយុទ្ធដែររឿងមួយនេះជាដាវទេពពិតប្រាកដដាវ10000ត្រឡប់ទៅដើមកំណើត
អូយដាវស្រមោលនេះអាចបញ្ជាដាវដោយប្រើដាវបានទៀតហឺលោកស្រីខ្ញុំគួរធ្វើម៉េចខ្ញុំឃើញវាតែវាមិនឈ្នះដាវដែលមើលមិនឃើញភ្នែកទេមើលមិនឃើញទេអាចដឹងបានដោយបេះដូងដាវប៉ុណ្ណោះបាទហើយដាវទាំងអស់នៅចំពោះមុខនាងនឹងបាត់បង់ស្មារតីប្រយុទ្ធនេះពិតជាមិនធ្លាប់ឬសោះហឺហេតុអ្វីលោកតាឈុំមិននៅទីនេះលោកតាយើងមិនចាំបាច់ពិភាក្សាពីរឿងសម្ព័ន្ធភាពដោយលំបាកបែបនេះទេសាលធំមុននោះធ្វើរឿងសម្រុំបែបណាស់នោះមិនអាចធ្វើនៅសាលធំបានទេទៅបន្ទប់សម្ងាត់របស់ខ្ញុំទើបសំរុំបន្ទប់សម្ងាត់លោកតាដោះអាវខោចេញអីគេអ្នកលោកតាយើងគួរតែនិយាយពីរឿងសម្ព័ន្ធភាពសិនរីករាយនឹងភាពសុទ្ធខ្ញុំប្រាប់ឲ្យដោះក៏ដោះទៅនិយាយអីច្រើនម៉េះមិនហ៊ានឡើងក្បែរពុកនោះហើយជាប្រជាប្រិយភាពរបស់អ្នកដែលមកទាន់ពេលជីកខ្យល់សាច់សប្បាយរលកមានចំណងខ្លាំងណាស់ខ្ញុំគ្រាន់តែសុំឲ្យអ្នករក្សាពាក្យសន្យាពីការចងសម្ព័ន្ធជាមួយបងបន្ទាប់ពីអ្នករួចរាល់ខ្ញុំស្គាល់តែភាពឯកាមានរសជាតិយ៉ាងណាជីកខ្យល់សាច់សប្បាយរលកមានចំណងខ្លាំងណាស់ប្រយ័ត្នចង់បានលោកតាតើអ្នកកំពុងបើកគម្លាតវិញ្ញាណឲ្យខ្ញុំឬមានរសជាតិយ៉ាងណាសម្ដីឥតប្រយោជន៍តើអ្នកគិតថាខ្ញុំកំពុងធ្វើអ្វីតែបើកគម្លាតវិញ្ញាណហេតុអ្វីខ្ញុំត្រូវដោះអាវស្លៀកពាក់ពិបាករកចំណុចបញ្ចុះវិទ្យាសាស្ត្រហើយនៅពេលបើកគម្លាតវិញ្ញាណនឹងបញ្ចេញកម្ដៅយ៉ាងច្រើនបើអ្នកស្លៀកពាក់អ្នកនឹងថប់ដង្ហើមស្លាប់ដោយសារខ្លួនឯងលោកតាពិតជាលំបាកអ្នកណាស់សាក់មើលទៅបានហើយធ្វើបានហើយក៏ល្អហើយខ្ញុំក៏បានបំពេញកិច្ចការដែលប្រមុខបានប្រគល់ឲ្យហើយឥឡូវយើងមកនិយាយពីរឿងសម្ព័ន្ធភាពវិញក្នុងរយៈពេល3ឆ្នាំនៃការចងសម្ព័ន្ធលោកតាខ្ញុំបានឡើងទៅដល់ជាន់ទី18នៃអគារដាវក្នុងរយៈពេល3ឆ្នាំបើអ្នកជួយខ្ញុំរកសម្ភារៈទាំង9នេះបានខ្ញុំអាចចងសម្ព័ន្ធជាមួយពួកគេបាន100ឆ្នាំទៀតជាថ្មបិសាចនិងផ្កាឈូកបេះដូងមែនទេលោកតាត្រូវការសម្ភារៈទាំងនេះសម្រាប់ធ្វើអ្វីកំចាត់បិសាច